ស្លាប់ព្រាបាយមួយបានបុកក្បាលនាងប៉ុន្តែយឺអ៊ីមិនបានញើតឡើយនាងចាប់យកកំសៅកន្លះបាវពីក្បែរចង្ក្រានហើយប្រញាប់ចេញពីទីធ្លាស្វាមីរបស់នាងចៅស៊ីបានដេញតាមនាងដោយមានស្លាប់ព្រាបាយនៅក្នុងដៃជាប្រតិចនាងដែលមិនអាចមានកូននិងហៅគ្រួសាររបស់នាងថាក្រីក្រយឺអ៊ីមិនបានងាកក្រោយទេជើងរបស់នាងប្រឡាក់ភក់ពេញមុខកង់បីដឹកទំនិញបានហុយនៅច្រកចូលភូមិជើងចាស់អ្នកបើកបរបានបើកបរវាពេញមួយថ្ងៃដោយថង់នៅខាងក្រោយមានអារម្មណ៍មិនស្រួលជើងចាស់មិនបានសួរសំណួរច្រើនទេសប្តាហ៍ថ្ងៃនេះមនុស្សគ្រប់គ្នាមានបញ្ហារៀងខ្លួនកង់បីបានបុកលើទៅកាន់ទីក្រុងស្រាប់តែព្រឹកព្រលឹមយឺអ៊ីបានទាញកាបូបក្រណាត់របស់នាងចេញដែលមាន20យន្តនិងនំប៉័ងពោតកន្លះនាងបានចំណាយ9យន្តលើសម្បុត្រទៅក្រុងនៅពេលដែលកង់បីបើកចេញទឹកភ្នែកបានហូរលើកាបូបធ្វើឲ្យវាសើមនៅក្នុងក្រុងអាគារមានចំនួនច្រើនជាងដើមឈើហើយរថយន្តមានចំនួនច្រើនជាងមនុស្សយីអឺអង្គុយចុះក្បែរចិញ្ចើមផ្លូវកំពុងញ៉ាំនំប៉័ងពោតរបស់នាងរួចរាល់ហើយបានឃើញហាងលក់នំប៉័ងចំហុយមួយកន្លែងដែលមានការផ្សព្វផ្សាយសុំជំនួយម្ចាស់ហាងគឺបងស្រីជេនបានសួរនាងថាតើនាងអាចធ្វើវាបានដែរឬទេយីអឺងក់ក្បាលដោយនិយាយថានាងអាចស៊ូតរួមនឹងការលំបាកបានដរាបណាមានកន្លែងស្នាក់នៅនិងអាហារគ្រប់គ្រាន់វានឹងមានចំនួន1700យន្តក្នុងមួយខែដែលល្អជាងផ្ទះទៅទៀតដៃរបស់នាងឡើងក្រហមដោយសារច្របាច់ម្សៅខ្នងរបស់នាងឈឺដោយសារឈរប៉ុន្តែវាមានតម្លៃណាស់យ៉ាងហោចណាស់ក៏គ្មាននរណាម្នាក់វីនាងនៅពេលយប់ដែរនាងអាចញ៉ាំនំប៉័ងក្តៅរាល់ពេលញ៉ាំអាហារជាមួយនឹងប្រាក់ឈ្នួលខែដំបូងរបស់នាងយីអឺបានទិញឈុតក្រណាត់ពណ៌ប្រផេះមួយបងស្រីជេនបានសរសើរនាងចំពោះរូបរាងដ៏រស់រវើករបស់នាងប៉ុន្តែជីវិតរបស់ចៅស៊ីបានដួលរលំវាលស្រែត្រូវបានដុះពេញដោយស្មៅហើយចង្ក្រានក៏ត្រជាក់ដូចទឹកកកនាងបានទៅហាងងាយស្រួលសម្រាប់ផឹកស្រាប៉ុន្តែម្ចាស់ហាងដោយបើកភ្នែកធំបាននិយាយថាអ្នកបានបណ្ដេញយីអឺចេញហើយគ្មាននរណាម្នាក់នឹងបម្រើអ្នកពេញមួយជីវិតរបស់អ្នកទេនាងបានបដិសេធដោយរឹងរូសហើយបានទៅផ្ទះឪពុកម្ដាយរបស់យូវីដោយសម្ងាត់ដើម្បីសាកសួរប៉ុន្តែត្រូវបានឪពុកម្ដាយរបស់យូវីដេញចេញដោយប្រើអំបោសដែលបានជេរប្រមាថនាងថាគ្មានចិត្តនៅខែទី2បងស្រីឆេនបានណែនាំយូវីឲ្យស្គាល់វេជ្ជបណ្ឌិតចូលនិវត្តន៍វ៉ងឆេនក្នុងនាមជាអ្នកមើលក្មេងប្រាក់ឈ្នួលគឺ2900យន់ក្នុងមួយខែហើយនាងថែមទាំងមានបន្ទប់ផ្ទាល់ខ្លួនទៀតផងយីវីបានរៀនប្រើទូរស័ព្ទដៃដើម្បីកត់ត្រាប្រាក់ឈ្នួលរបស់នាងដើរតាមវ៉ងឆេនដើម្បីស្គាល់ឈ្មោះរបស់គាត់និងសរសេរឈ្មោះខ្លួនឯងនៅក្រោមចង្គៀងនៅពេលយប់ដោយមិននឹកស្មានដល់យ៉ាវសែបានរកឃើញកន្លែងស្នាក់នៅតាមរយៈទំនាក់ទំនងរបស់នរណាម្នាក់ខណៈពេលដែលគាត់កំពុងទិញគ្រឿងទេសនាងបានលួចចូលទៅក្នុងផ្ទះហើយរុកលុយរបស់គាត់នាងបានរកឃើញតែសៀវភៅចុះបញ្ជីគ្រួសារហើយឈប់នៅនឹងកន្លែងយូវីបានត្រឡប់មកវិញហើយឃើញរឿងនេះយ៉ាវសែបានចាប់នាងហើយព្យាយាមចាក់ចេញប៉ុន្តែយូវីបានអង្រួនគាត់ចេញក៏ខ្ញុំមិនត្រឡប់ទៅវិញទេនាងនិយាយយ៉ាវសែបានលើកដៃឡើងវីនាងប៉ុន្តែអ្នកជិតខាងម្នាក់ដែលដើរកាត់បានបញ្ឈប់នាងយូវីបានទូរស័ព្ទទៅប៉ូលីសភ្លាមប៉ូលីសបានស្ដីបន្ទោសយ៉ាវសែនឹងពិន័យនាងបានរត់ត្រឡប់ទៅភូមិវិញជាកន្លែងដែលនាងត្រូវបានគេសើចចំអកនាងបានផឹកតែម្នាក់ឯងធ្លាក់ចូលទៅក្នុងប្រឡាយហើយបាក់ជើងដេកលើគ្រែឥតក្តៅគ្មានអ្នកណាខ្វល់ពីនាងទេអ្នកជិតខាងម្នាក់មិនអាចទ្រាំទ្រនឹងឃើញនាងបែបនេះបានទេហើយបានហៅយូវីប្រញាប់ត្រឡប់មកវិញយ៉ាវសែបែរមុខចេញធ្វើពុតជារឹងមាំហើយសួរថាតើអ្នកកំពុងធ្វើអ្វីនៅទីនេះនាងមិនបាននិយាយអ្វីទេប៉ុន្តែបានរកឃើញឡានមួយដើម្បីដឹកនាងទៅមន្ទីរពេទ្យក្រុងហើយបង់ថ្លៃព្យាបាលគិលានុបដ្ឋាយិកាបានសួរថាតើនាងជាកូនស្រីរបស់នាងឬអត់យូវីនិយាយថាទេយ៉ាវសែបានបិទភ្នែកទឹកភ្នែកហូរចុះមកលើមុខរបស់នាងបន្ទាប់ពីជើងរបស់នាងជាសះស្បើយយូវីបានសុំឲ្យស្ត្រីភូមិមើលថែនាងជារៀងរាល់សប្តាហ៍នាងបានយកកិច្ចព្រមព្រៀងលែងលេះចេញចុះហត្ថលេខាលើវីជាមុនសិនហើយចុចស្នាមម្រាមដៃរបស់នាងលើវាដៃរបស់យ៉ាវសែញ័រនៅពេលគាត់ចុចស្នាមម្រាមដៃរបស់គាត់ដោយមើលក្នុងនាងគាត់ទះខ្លួនឯងយីអឺបានត្រឡប់ទៅទីរួមខេត្តវិញសន្សំប្រាក់ដើម្បីចុះឈ្មោះចូលរៀនវគ្គបានទោះបណ្ដាលមេដោះក្រោយសម្រាលកូនបញ្ចប់ការសិក្សាជាមួយនឹងវិញ្ញាបនបត្រហើយការងារដំបូងរបស់នាងគឺជាមួយម្ដាយដែលកើតមិនគ្រប់ខែនាងបាននៅក្បែរនាងទាំងយប់ទាំងថ្ងៃចិញ្ចឹមកូនឲ្យមានសុខភាពល្អនិងធាត់រឿងនេះត្រូវបានចុះផ្សាយនៅក្នុងកាសែតពេលល្ងាច
ហើយនាងមានការបញ្ជាទិញច្រើនពេកនាងបានជួលសៀវហ្វិនដែលជាក្មេងស្រីម្នាក់ដែលបានរត់ចេញពីភូមិរបស់នាងធ្វើជាជំនួយការរបស់នាងសៀវហ្វិនក៏ត្រូវបានឪពុកម្ដាយក្មេករបស់នាងបណ្ដេញចេញផងដែរយីបានបង្រៀនជំនាញមេដោះក្រោយសម្រាលកូនរបស់នាងហើយអ្នកទាំងពីរបានធ្វើការជាមួយគ្នាជីវិតកាន់តែរលូនឡើងថ្ងៃមួយយីបានទទួលទូរស័ព្ទពីមីងវ៉ាងដោយនិយាយថាមាននរណាម្នាក់មកពីភូមិកំណើតរបស់នាងកំពុងស្វែងរកនាងវាគឺជាស្ត្រីម្នាក់ដែលមានកូនដែលត្រូវបានឪពុកម្ដាយក្មេករបស់នាងបង្ខំឲ្យអស់សង្ឃឹមហើយចង់រៀនជំនាញពីនាងយីបានប្រញាប់ត្រឡប់មកវិញដោយគ្រាន់តែដឹងថាវាគឺជាចៅស៊ីដែលបានមករកនាងបន្ទាប់ពីចៅស៊ីបានជាសេះស្បើយពីរបួសជើងរបស់គាត់បានឃើញស្ត្រីជាច្រើនអ្នកនៅក្នុងភូមិត្រូវបានឪពុកម្ដាយក្មេករបស់ពួកគេធ្វើបាបដោយនឹកឃើញដល់ទុក្ខវេទនារបស់យីគាត់បានបញ្ចុះបញ្ចូលស្ត្រីទាំងនេះឲ្យទៅទីរួមខេត្តហើយថែមទាំងបានរៃអង្គាសប្រាក់ធ្វើដំណើរសម្រាប់ពួកគេដោយសម្ងាត់ទៀតផងយីបាននាំស្ត្រីទាំងនោះត្រឡប់ទៅទីរួមខេត្តវិញហើយទើបតែបានតាំងទីលំនៅថ្មីឲ្យពួកគេពេលនោះនាងបានទទួលទូរស័ព្ទពីក្រុមគ្រួសាររបស់នាងថាតែរបស់នាងបានធ្លាក់ខ្លួនឈឺហើយត្រូវការវះកាត់ជាបន្ទាន់យីបានស្វែងរកប្រាក់សន្សំទាំងអស់របស់នាងប៉ុន្តែនៅតែខ្វះអំពៃ000យន់ហើយមានការថប់បារម្ភយ៉ាងខ្លាំងនាងចង់ខ្ចីប្រាក់ពីមីងវ៉ាងប៉ុន្តែនៅថ្ងៃបន្ទាប់នាងបានទទួលប្រាក់ផ្ទេរដោយអនាមិកចំនួន20,000យន់យីបានសុំឲ្យនរណាម្នាក់ត្រឡប់ទៅភូមិវិញដើម្បីសាកសួរហើយបានដឹងថាយ៉ាវសៃបានលក់គោតែមួយគត់របស់គាត់ដើម្បីរៃអង្គាសប្រាក់គាត់ក៏បានសុំឲ្យនរណាម្នាក់ផ្ញើសារមួយថាខ្ញុំជំពាក់អ្នកនៅពេលនោះដូច្នេះត្រូវជួយសង្គ្រោះម្ដាយរបស់អ្នកជាមុនសិនការវះកាត់របស់គាត់ទទួលបានជោគជ័យយ៉ាងខ្លាំងគីវីបានត្រឡប់ទៅភូមិវិញដើម្បីសងប្រាក់វិញដោយគ្រាន់តែដឹងថាផ្ទះទ្រុឌទ្រោមរបស់យ៉ាវសៃកំពុងលេចធ្លាយហើយនាងបានផ្ដាសាយហើយកំពុងដេកលើគ្រែឥដ្ឋក្តៅដោយគ្មានអ្នកណាមើលថែនាងយីមិនបាននិយាយថាត្រូវសងប្រាក់វិញទេផ្ទុយទៅវិញនាងបានរកគ្រូពេទ្យម្នាក់ដើម្បីព្យាបាលនាងហើយបានសុំឲ្យស្ត្រីភូមិមើលថែនាងចៅស៊ីដែលមានភ្នែកក្រហមបាននិយាយថាក៏ខ្ញុំមិនសមនឹងទទួលបានការថែទាំរបស់អ្នកទេយីមិនបាននិយាយអ្វីទេគ្រាន់តែទុកប្រាក់ខ្លះរួចចាក់ចេញទៅយីមិនអើពើនឹងការត្អូញឯពីអតីតកាលហើយបានមើលថែចៅស៊ីដែលឈឺមួយឆ្នាំក្រោយមកយីបានបើកសេវាកម្មផ្ទះនួនយ៉ាងនៅថ្ងៃបើកសម្ពោធមីងវ៉ាងនិងម្ដាយមិនគ្រប់ខែទាំងពីរនាក់បានមកយកកន្ត្រកព្យួរសៀវហ្វិនបានក្លាយជាសមាជិកសំខាន់នៃហាងហើយក៏បានណែនាំក្មេងស្រីជាច្រើនអ្នកមកពីភូមិផងដែរនៅចុងឆ្នាំយីបានទទួលកញ្ចប់មួយពីចៅស៊ីដែលមានប្រាក់5,000យន់និងកំណត់ចំណាំមួយថាគូប្រាក់ដែលខ្ញុំជំពាក់អ្នកគឺសម្រាប់ថ្លៃបណ្ដុះបណ្ដាលក្មេងស្រីយីបានរក្សាទុកប្រាក់ហើយប្រើប្រាស់វាជាពិសេសដើម្បីបណ្ដុះបណ្ដាលក្មេងស្រីថ្មី6ខែក្រោយមកហាងថែទាំផ្ទះរបស់យីបានទទួលការបញ្ជាទិញដ៏ធំមួយដើម្បីផ្ដល់សេវាថែទាំសម្រាប់ផ្ទះថែទាំដែលទើបសាងសង់ថ្មីនៅក្នុងភូមិពេលនាងត្រឡប់ទៅភូមិវិញដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាងមានការភ្ញាក់ផ្អើលនៅពេលដឹងថាអ្នកវិនិយោគលើមណ្ឌលថែទាំមនុស្សចាស់គឺចៅស៊ីវាបានបង្ហាញថានាងបានលក់ដីរបស់នាងហើយចេញទៅធ្វើការដើម្បីសន្សំប្រាក់ដើម្បីបើកមណ្ឌលថែទាំមនុស្សចាស់នេះដែលទទួលស្ត្រីចាស់ជរាក្រីក្រនិងស្ត្រីដែលត្រូវបានគេធ្វើបាបនៅក្នុងភូមិពេលចៅស៊ីឃើញយីគាត់ក៏កោសក្បាលហើយសើចថាខ្ញុំមិនមានជំនាញផ្សេងទៀតទេខ្ញុំគ្រាន់តែចង់ធ្វើអំពើល្អនិងកែកម្ហុសអតីតកាលរបស់ខ្ញុំយីក៏ញឹមដែរហើយអ្នកទាំងពីរបានពិភាក្សាគ្នាអំពីផែនការថែទាំមណ្ឌលថែទាំមនុស្សចាស់ការត្អូញត្អែពីអតីតកាលបានបាត់អស់ទៅយីអង្គុយនៅក្នុងការិយាល័យហាងសម្អាតផ្ទះពន្លឺព្រះអាទិត្យចាំងចូលមកកក់ក្ដៅនិងកក់ក្ដៅទីបំផុតនាងយល់ថាមនុស្សមិនមែនជាសត្វទេអ្នកមិនអាចវាយពួកគេឲ្យចុះចូលបានទេអ្នកគ្រាន់តែអាចបណ្ដេញពួកគេចេញការមានការងារធ្វើផ្ដល់ឲ្យអ្នកនៅទំនុកចិត្តការលះបង់មិនមែនជាការអភ័យទោសទេប៉ុន្តែជាការទុកផ្លូវចេញសម្រាប់ខ្លួនអ្នកនិងអ្នកដទៃការរស់នៅជាពន្លឺផ្ទាល់ខ្លួនរបស់អ្នកមិនត្រឹមតែបំភ្លឺខ្លួនអ្នកប៉ុណ្ណោះទេថែមទាំងនាំអ្នកដែលនៅជុំវិញអ្នកទៅរកពន្លឺផងដែរអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង